បងប្អូនអរគ្នាបងប្អូននេះគឺជារូបភាពរបស់ព្រះនាងស្ដេចថៃឈ្មោះសុវណ្ណបូរីណាបងប្អូនណាបន្ទាប់ពីជាមួយនឹងស្ដេចថៃជាមួយនឹងព្រះមហាក្សត្ររបស់គេទាំង3អង្គណាបងប្អូនណាទាំងកូនទាំងឪទាំងម៉ែណាបងប្អូនគឺបានទៅទស្សនកិច្ចនៅប្រទេសបារាំងណាបងប្អូនណាទៅជួបលោកម៉ាក្រុងសង្ឃឹមថាតើទៅនឹងដើម្បីចរចាជាមួយនឹងប្រទេសបារាំងដើម្បីសុំឲ្យប្រទេសបារាំងកុំឲ្យជួយឬមួយក៏មិនដើម្បីគេចង់តែមានការតំណែងល្អជាមួយនឹងប្រទេសបារាំងបងប្អូនប៉ុន្តែអាកប្បកិរិយារបស់កូនស្ដេចថៃណាបងប្អូនគឺមិនចូលចំណោមនឹងគេទេបងប្អូនគឺឃើញកាមេរ៉ាមិនបានទេឃើញកាមេរ៉ាធ្វើដោយខ្លួនឯងនឹងអឺហង់មកពីណាណាបងប្អូនឈរថ្មឹងថតណាបងប្អូនណាហ្នឹងហើយសូម្បីតែសកម្មភាពស្ពីឡានណាបងប្អូនគេមិនទាន់បិទទេគេជួបគ្នាហើយដើម្បីមុនពេលគេបិទគឺគេទុកដើម្បីការពារខ្លាចមានបញ្ហាកាត់ឡើងបងប្អូនណាដើម្បីឲ្យភ្ញៀវក៏អាចចូលនៅទៅក្នុងឡានបានប៉ុន្តែសម្រាប់នាងថៃនេះណាបងប្អូនណាគឺលេលើមែនតើគេអត់បិទខ្លួនឯងបិទហើយទៅសម្លក់អង្គរៈនោះទៀតបងប្អូនណាហើយទាំងស្ដេចថៃបងប្អូនគឺមិនចូលចំណោមនឹងគេទេចងើចងាងសូម្បីតែពិធីការរបស់គេមួយប៉ុណ្ណានេះទៅមិនយល់ការមែនតើបងប្អូនណាដើម្បីតែចង់ឈ្នះប្រទេសកម្ពុជាណាបងប្អូនដើម្បីចង់ឈ្នះចិត្តណាបងប្អូនណាព្យាយាមទាំងម៉ែទាំងឪទាំងកូនណាបងប្អូនគឺទៅជួបប្រទេសបារាំងណាបងប្អូនដើម្បីទៅជួបលោកម៉ាក្រុងគឺដើម្បីសុំចរចាហើយទៅនឹងបងប្អូនគឺរងការរិះគន់ពេញបណ្ដាញអ៊ីនធឺណិតបងប្អូនណាគេរិះគន់ថាឃើញស្ដេចថាកូនស្ដេចថៃគឺលេលើគឺមិនគ្រប់ទឹកទេបងប្អូនណាហ្នឹងហើយខ្សែរាជវង្សខាងនេះគឺសិតតែអូស៊ីសឹមទេបងប្អូនខ្ញុំនិយាយមែនតាបងប្អូនឃើញទេគឺឃើញកាមេរ៉ាមិនបានទេសំបីតជនជាតិបារាំងម្នាក់សំបីតអ្នកកសែតនៅខាងប្រទេសបារាំងម្នាក់គាត់ខ្ពើមនឹងថតបងប្អូនឃើញទេឈរបង្ហាញរៀងឲ្យគេថតគាត់អោនមុខចុះគាត់មិនថតទេគេនាំគ្នាលុបរូបចោលទាំងអស់មានន័យថាគេមើលទៅថាគេមិនចូលភ្នែកគេមិនរឹសវិញណាបងប្អូនណាគេមិនរឹសវិញណាធ្វើឲ្យខ្លួនឯងនឹងអស់ចាមកពីឋានណាចឹងណាបងប្អូនហើយទៅចូលក្នុងប្រទេសបារាំងទៅឡើងពិធីការគេទាំងមើលគឺមិនយល់ជាសាច់ការទេបងប្អូននេះគេសបបញ្ជាក់ឃើញថាខ្សែរាជវង្សរបស់ពួកថៃនេះគឺមិនគ្រប់ទឹកទេណាបងប្អូនសិតតអ្នកមិនកើតទេលេលើទាំងអស់ណាបងប្អូនលេលើតាំងពីលើដល់ក្រោមហើយបងប្អូនឃើញទេណាខ្មាស់គេណាបងប្អូនខ្ញុំនិយាយមែនតាពិធីការទាំងមូលស្ដេចខ្សែរាជវង្សប៉ុណ្ណាណៃណាបងប្អូនគឺមិនចុះចំណោមនឹងគេទេណាបងប្អូនណាចឹងមិនថាបងប្អូនរបស់កូពីឯងវាអត់ដូចរបស់ស៊ីនទេណាបងប្អូនហើយសម្រាប់ព្រះនាងនៅលើប្រទេសរបស់ប្រទេសកម្ពុជាយើងវិញបងប្អូនគេនេះគឺមានភាពទន់ភ្លន់គោរពស្លូតបូតរាក់ទាក់រុះរាយគឺចេញទៅខាងណាពិធីការមនាប្រទេសផ្សេងគឺចូលចំណោមនឹងគេទាំងអស់ណាបងប្អូនណាខុសតែពួកចោលប្រៃសៀមពួកអថៃនេះទេបងប្អូនគឺវាតណាគឺវាមិនយល់ច្រឡំអីវាមិនចូលចំណោមនឹងគេទេគឺចងាងមែនទេណាបងប្អូនណាចឹងមិនថាពួកវានេះគឺបណ្ដាលរបស់បោះពូជពួកចោលណាបងប្អូនគឺអញ្ចឹងចេញតាណាគឺចូលមិនគេមិនខុសទេណាបងប្អូនណាធម្មតាតែចោលហើយគឺវាតណាគឺវាមិនដែលបានសុខស្រួលគេទេតាំងពីកាយវិការតាំងពីរូបរាងតាំងពីអាកប្បកិរិយាគឺចូលចំណោមគេមិនចុះហ្មងណាបងប្អូនហើយពិធីការគេទាំងមូលទៅលេលើមុនមិនយល់សាច់ការទេណាបងប្អូនហ្នឹងហើយចង់ទៅទស្សនកិច្ចបន្ទាប់ពីទៅចិនហើយឥឡូវទៅប្រទេសបារាំងទៀតណាបងប្អូនទៅណាគឺចង្រៃនៅហ្នឹងគឺប្រទេសគឺស្ដេចថៃនេះហើយបងប្អូនណាគឺចង្រៃមែនតើតើណាគឺចង្រៃនៅកន្លែងហ្នឹងចំទៅគឺមិនយល់សាច់ការទេបងប្អូនគឺមិនយល់សាច់ការទេបងប្អូនជួយ share ផងណែឲ្យខ្សែរាជវង្សក្នុងប្រទេសថៃហ្នឹងឲ្យប្រជាជនហ្នឹងបានឃើញថាចេះខ្មាស់គេអត់ចេះខ្មាស់គេអត់ណាពិធីការគេទាំងមូលទៅចងាងអញ្ចឹងណាបងប្អូនអញ្ចឹងណាហើយខ្ញុំមិនសមថាខ្សែរាជវង្សថៃគឺមានអញ្ចឹងបងប្អូនបើសិនជាឡើងគ្រប់គ្រងប្រទេសមែនតែមកទៀតងាប់ហើយខ្ញុំនិយាយមែនណាមិនដឹងអ្នកនៅជុំវិញប្រទេសមិនដឹងទៅជាមិនទេខ្ញុំនិយាយមែនតាគឺពិបាកហើយអញ្ចឹងមានតែនាំគ្នារកអ្វីទប់ឲ្យទៅខ្ញុំគិតថាពួកខ្សែរាជវង្សនេះគេមិនសូវស្រួលទេមានអារម្មណ៍ដូចជាមានបញ្ហាខួរក្បាលមិនដឹងទេបងប្អូនណាចឹងបងប្អូនជួយ share វីដេអូនេះមួយផងអរគុណច្រើន